សួស្តីបងប្អូនខាសមានដឹងអត់ថាថ្ងៃទី1ខែធ្នូនេះគឺជាថ្ងៃអីថ្ងៃទី1ខែធ្នូនេះគឺជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ហើយនៅក្នុងឆ្នាំនេះគឺយើងប្រារព្ធក្រោមប្រធានបទមិនទាន់បញ្ចប់ទេនៅពេលដែលនិយាយដល់ជំងឺអេដស៍គឺមានមនុស្សមួយចំនួនគាត់គិតថាវាលែងជាបញ្ហាដូចប្រហែលឆ្នាំមុនទេប៉ុន្តែយើងអាចធ្វើប្រហែលបានទេព្រោះជំងឺអេដស៍គឺនៅតែបន្តឆ្លងអញ្ចឹងហើយតើតើយើងទាំងអស់គ្នាចូលរួមក្នុងការជជែកនិងការពារនិងធ្វើតេស្តទើបយើងអាចបញ្ចប់វាបានបើតាមស្ថិតិចុងក្រោយរបស់ UNAIDS បានរកឃើញថាមានមនុស្ស38លាននាក់ដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍នៅទូទាំងពិភពលោកហើយមានមនុស្ស40លាននាក់ដែលបានស្លាប់ចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ដំបូងមកនេះបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវតែនៅតែបន្តការជជែកការពិភាក្សាក៏ដូចជាការការពារការធ្វើតេស្តនិងការព្យាបាលដើម្បីបញ្ចប់ជំងឺអេដស៍មិនត្រឹមតែប៉ុណ្្នឹងទេយើងទាំងអស់គ្នាត្រូវតែបង្កើតសង្គមមួយដែលមិនមានការរើសអើងដើម្បីឲ្យអ្នកដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ពួកគាត់មានភាពក្លាហានក្នុងការទៅទទួលឱសថប្រឆាំងនឹងមេរោគអេដស៍ហើយនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោកក៏សូមធ្វើការប្រារព្ធទិវានេះដើម្បីរំលឹកដល់មេដឹកនាំពិភពលោកស្ថាប័នសុខភាពសាធារណៈពិភពលោកនិងសង្គមស៊ីវិលថាមានការងារជាច្រើនដែលយើងនៅតែត្រូវធ្វើប្រសិនបើយើងធ្វើមួយថ្ងៃដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍អរគុណអ្នកនរគ្នាដែលបានមើលជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ